Bah, Bremer Turtes នៃជនទាំងអស់ជាទីគោរពនិងជាទីមេត្រីរូបភាពនៅខាងក្រោយខ្ញុំនេះបាទគឺជាសោកនាដកម្មមួយបាទដែលរថយន្តដឹកសិស្សបាទបានបុកបាទទៅកាន់បរោះដែលជាអ្នកដើរឆ្លងផ្លូវបាទបណ្ដាលឲ្យបាត់បង់អាយុជីវិតភ្លាមតែម្ដងបាទហើយហេតុការណ៍នេះបាទបានកើតឡើងបាទកាលពីថ្ងៃទី15ខែមីនាឆ្នាំ2025បាទហើយទីតាំងហ្នឹងគឺស្ថិតនៅបាទភូមិព្រៃកបាស់ឃុំព្រៃកបាស់ស្រុកព្រៃកបាស់ខេត្តតាកែវតែម្ដងបាទហើយរថយន្តដែលបានបុកបាទមនុស្សបណ្ដាលឲ្យស្លាប់នេះគឺជារថយន្តប្រភេទសាំយ៉ុងដឹកសិស្សបាទដែលមានសាលារៀនហ្នឹងគឺឈ្មោះសាលារៀនបញ្ញាសិទ្ធិបាទដែលពាក់ស្លាកលេខភ្នំពេញ 2BD 7134បាទបើកបរដោយបរោះម្នាក់ហ្នឹងហើយបើតាមដំណឹងពីសមត្ថកិច្ចហ្នឹងក៏បានបញ្ជាក់ថាបរោះដែលជាអ្នកបើកបរហ្នឹងក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាទបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ផងដែរអញ្ចឹងបើសិនជារឿងនេះបាទកើតឡើងកាលពីថ្ងៃទី15គេសួរថាហេតុអីបានសីហាលើកយកមកផ្សាយទៀតបាទដោយសាររឿងមួយទៀតបាទគឺរឿងនេះគឺស្ថិតនៅស្រុកខ្ញុំបាទផ្ទាល់តែម្ដងអញ្ចឹងគឺខ្ញុំនិយាយបាទទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកព្រៃកបាស់ក៏ដូចជារស់បាទនៅក្នុងស្រុកភូមិឃុំបាទនៅទូទាំងប្រទេសកម្ពុជាឲ្យមានការប្រុងប្រយ័ត្នបាទអញ្ចឹងរឿងនេះគឺខ្ញុំផ្ដោតទៅលើរថយន្តដឹកសិស្សតែម្ដងបាទនេះគឺជារថយន្តដឹកសិស្សបាទរបស់សាលាបញ្ញាសិទ្ធិបាទដែលមានទីតាំងហ្នឹងគឺសាខាផ្សារជ្រែបាទបងប្អូនប្រិមត្តទូរទស្សនិកជនរបស់យើងដឹងហើយថាផ្លូវផ្សារជ្រែបាទផ្លូវទៅស្រុកអង្គរបុរីហ្នឹងគឺមានសភាពរាងតូចអញ្ចឹងបើសិនជាការបើកបរមានការធ្វើប្រហែសបាទនៅចំណុចគេហៅថាណាមួយគ្រោះថ្នាក់គឺមានគ្រប់ពេលវេលាតែម្ដងបាទហើយនៅពេលដែលមានគ្រោះថ្នាក់គឺត្រូវតែបាត់បង់អាយុជីវិតបាទដោយសារអីចុះបើកលឿននៅពេលដែលបុកគឺបណ្ដាលឲ្យបាត់បង់អាយុជីវិតភ្លាមតែម្ដងនេះហើយគឺជាការបើកបរដោយខ្វះនៅការប្រុងប្រយ័ត្នបងប្អូនប្រិយមិត្តជាទីមេត្រីខ្ញុំសូមផ្ដាំផ្ញើមួយទៅដល់បងប្អូនបាទដែលមានអាជ្ញាប័ណ្ណដែលមានសិទ្ធិបើកសាលារៀនដែលមានសិទ្ធិមានឡានសម្រាប់ដឹកសិស្សសូមមេត្តាជ្រើសរើសនៅតកង់ឡានណាដែលយើងមើលទៅថាមានទំនួលខុសត្រូវបាទដោយសារអីដោយសារគាត់បានមកធ្វើការបើកឡានដឹកសិស្សគឺដឹកកូនរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹងអញ្ចឹងធ្វើយ៉ាងម៉េចឲ្យកូនចៅគាត់មានសុវត្ថិភាពបាទគាត់បានបើកសាលារៀនគាត់បានយកកូនយកដាក់សាលារៀនហ្នឹងគឺគាត់យល់ថានៅពេលដែលកូនគាត់ទៅសាលារៀនហ្នឹងគឺកូនគាត់មានសុវត្ថិភាពហើយប៉ុន្តែអ្វីដែលគាត់ទទួលយកបានថាតកង់ឡានបាទមានចរិតឆ្លើយមានចរិតចលើសបើសបើកឡានដោយមិនគោរពអ្នកដទៃនេះហើយគឺជាបញ្ហានេះហើយគឺជាពុកម្ដាយគេហៅថាមិនចង់ជួបនោះទេបាទគឺគាត់ចង់ជួបសាលាណាទី1នោះសាលាល្អមើលថែកូនគាត់បានល្អបាទបង្រៀនកូនគាត់បានល្អបាទហើយសេវាកម្មនៃការដឹកជញ្ជូនហ្នឹងក៏ល្អព្រោះអីឡានដឹកសិស្សមិនថាឡានកូនខ្ញុំឡានកូនគេទេគឺត្រូវបង់លុយបន្ថែមសម្រាប់ការមកយកដល់ផ្ទះបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើបាទទៅដល់សាលាបញ្ញាសិទ្ធិបាទដែលមានទីតាំងច្រើនបាទនៅក្នុងស្រុកព្រៃកបាស់ហ្នឹងសូមមេត្តាបាទតកង់ឡានយើងហ្នឹងបាទបានន័យថាមុននឹងឲ្យគាត់បើកយើងយកមកបរៀនយើងយកមកណែនាំគាត់មានបានបើកបរហើយប៉ុន្តែយើងយកមកណែនាំបន្ថែមក្នុងនាមយើងគឺជាគណៈគ្រប់គ្រងរបស់សាលាឯកជនមួយបាទមិនចេះតែបដែតបដោយទេឲ្យតែឯងចេះកាន់ចកោតឡានឲ្យតែឯងមានបានបើកបរហើយបើកទៅកុំខ្វល់ពីអ្នកដទៃណែមិនមែនជារឿងល្អទេណាបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើឲ្យផ្ដាំផ្ញើទៀតហើយគេថាព័ត៌មានអត់ជួយលាក់បាំងគ្នាខ្ញុំថារឿងនេះមិនគួរលាក់បាំងទេ
យើងគួរតែផ្សាយចែកជូនទៅដល់បងប្អូនយើងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹងគឺគាត់រស់នៅតំបន់ហ្នឹងច្រើនបាទអញ្ចឹងឲ្យគាត់ប្រុងប្រយ័ត្នហើយឲ្យគាត់សួរនាំទៅសាលាឲ្យបានច្បាស់លាស់អានេះជាការបញ្ញត្តិអារម្មណ៍ទៅសាលាដែរកុំឲ្យសាលាមានការធ្វើប្រហែសព្រោះថាសាលាគឺជាសាលាបណ្ដុះបណ្ដាលឲ្យក្មេងៗហ្នឹងរៀនសូត្រក្រេបជញ្ជក់នៅចំណេះវិជ្ជាដើម្បីជាស្ពានបាទចម្លងទៅរកភាពចេះដឹងកុំឲ្យគេហៅថាល្ងងអត់ចេះអក្សរនោះបាទអញ្ចឹងរឿងសុវត្ថិភាពគឺជារឿងចម្បងបាទព្រោះថាយើងដាក់សាលារៀនមានឡានដឹកសិស្សមានអាជ្ញាប័ណ្ណត្រឹមត្រូវអីអញ្ចឹងទៅគឺយើងលៃលោកបាទសុវត្ថិភាពហ្នឹងគឺជាចម្បងសុវត្ថិភាពហ្នឹងគឺជារឿងសំខាន់មែនទែនសម្រាប់សាលាឯកជននីមួយៗបាទប្រិយមិត្តទូរទស្សនិកជនព័ត៌មាននេះខ្ញុំសូមជូនតែប៉ុណ្្នឹងទេហើយក៏សូមផ្ដាំផ្ញើទៅសាលាទាំងអស់បាទដែលនៅក្នុងប្រទេសកម្ពុជារបស់យើងសូមមេត្តាឲ្យមើលតកង់ឡានឲ្យបានច្បាស់លាស់មែនទែនព្រោះអីតកង់ឡាននីមួយៗបើសិនជាបើកមិនថាដឹកសិស្សក្តីមិនដឹកសិស្សក្តីបើសិនជាបើកដោយមានការធ្វើប្រហែសប្រកាសណាស់នឹងបាត់បង់អាយុជីវិតទៅដល់អ្នកដទៃរួមជាមួយនឹងអ្នកជិះនៅក្នុងឡានខ្ញុំសូមបញ្ជាក់ថាករណីនេះគឺមិនមែនរថយន្តហ្នឹងគឺដឹកសិស្សទេបាទន័យថាគាត់តម្លាក់សិស្សចេញអស់ហើយគាត់បើកបាទប្រហែលជាលបឿនហ្នឹងបែបលឿនហើយបាទថាបុកមនុស្សបណ្ដាលឲ្យបាត់បង់អាយុជីវិតប្រិយមិត្តទូរទស្សនិកជនព័ត៌មានបាទខ្ញុំនឹងអាប់ដេតបាទជូនបងប្អូនជាបន្តទៀតពីខ្ញុំបាទអ៊ុំសីហាសូមអរគុណសូមគោរពលា